Ông buôn 50 នាទីសួស្តីអ្នកគ្នាចឹងឥឡូវនេះគឺម៉ោង 4:75 ហើយខ្ញុំនៅកំពង់សោមសូផឹកឡើងគឺយើងត្រូវទៅកោះរ៉ុងចឹងនេះគឺជាកាទៀវពេលរាត្រីភាសាខ្ញុំគេឲ្យលួងអ្នកគ្នានេះគឺជា page ថ្មីរបស់ខ្ញុំអ្នកគ្នាខ្ញុំមាន page មាន YouTube មាន TikTok ថ្មីដែលខ្ញុំដាក់ឈ្មោះថា Thun Report Yummy ខ្ញុំនឹងព្យាយាមរករបស់ញ៉ាំថ្មីហើយឲ្យតែតាក់ទងនឹងរបស់ញ៉ាំកន្លែងស្អាតៗគឺខ្ញុំនឹងថតដាក់នៅក្នុងsocial media ថ្មីរបស់ខ្ញុំនឹងបងប្អូនកុំភ្លេចជួយ follow ផងឥឡូវនេះយើងមកភ្លក់ជាមួយនឹងកាទៀវខ្ញុំទិញនៅតាមផ្លូវទេដោយសារពិបាកចេញរកទិញពេលយប់ចឹងណាថ្នងអត់ចេញឡងរៀងយប់ពេកណាកុំប្រកាន់គេអត់លក់គាត់ក៏គេអត់លក់ខ្ញុំក៏គេអត់លក់ដែរលើមកម៉ានទេត្រឡប់ធ្វើការយប់ដល់ពេលម្ដងនេះភ្លឺអត់គេហើយទៅស្អីឡើងអូប័រនេះស្អីឡើងប័រចាំមើលដេកលើប័រមែនហើយយើងដាក់ទៅកោះរ៉ុងមកលើមកម៉ានទេម៉ោង 4:50 នាទី page ថ្មីរបស់ខ្ញុំមាន page មាន YouTube មាន TikTok កុំភ្លេច follow ខ្ញុំម្នាក់មួយផងខ្ញុំនឹងព្យាយាមដាក់រករបស់ញ៉ាំឲ្យទៅកោះរ៉ុងជាមួយខ្ញុំថតគ្រប់សកម្មភាពឲ្យតែមានរបស់ញ៉ាំគឺខ្ញុំថតទាំងអស់chill មិញគាត់ហូបហើយអញ្ចឹងឥឡូវដល់ពេលខ្ញុំម្ដងខ្ញុំញ៉ាំហើយហើយជាតិលេងហត់ទៅជាតិដែរជាស្រ័យផងអ្នកកំពុងដេកដែលមើលវីដេអូនេះសិនអ្នកដេកនៅក្នុងវីដេអូនេះខ្ញុំហត់ភ្លាមខ្ញុំផុសភ្លាមហ្មងហើយតំណែងមួយគឺខ្ញុំបង្កើត page ថ្មី YouTube TikTok ដាក់ឈ្មោះថា Thun Report Yummy ខ្ញុំនឹងព្យាយាមរករបស់ញ៉ាំហើយនេះគឺជាវីដេអូទី 2 ដែលខ្ញុំផុសចូលក្នុង social media មួយនេះស្អែកខ្ញុំចេញទៅកោះរ៉ុងខ្ញុំនឹងព្យាយាមថតគ្រប់សកម្មភាពជាពិសេសកន្លែងដែលមានរបស់ញ៉ាំហើយល្បីថានៅកោះរ៉ុងរបស់ញ៉ាំឆ្ងាញ់ម្ហូបស្រស់ហើយអីគឺស្រស់តែម្ដងគឺសមុទ្រអូខេអ្នកនរនេះអញ្ចឹងអ្នកដែលស្គាល់ខ្ញុំកុំភ្លេចជួយ follow អ្នកមួយផងជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយបាយ